ជំរាបសួរបងប្អូននេះខ្ញុំមកស្ងោរហ៊ុនជ្រូកជាមួយសាច់ជ្រូក3ជាន់មកធ្វើទឹកប្រហុកហ្នឹងទឹកប្រហុកហ្នឹងមានស្រាប់ហើយលក់របស់ខ្ញុំមានកាភ្លើអង្កែបទ្រាប់ការ៉ុត3មុខនោះទេហើយខ្ញុំដាក់ជាមួយនឹងក្រូចឆ្មាហើយនឹងសណ្តែកដីរបស់ខ្ញុំមានលីងទុកយូរបងប្អូនលីងទុកក្នុងទូហើយខ្ញុំចាប់ដាំទឹកដើម្បីស្រស់ពោះវៀនជ្រូកសិនទឹកខ្ញុំពុះហើយខ្ញុំក៏ចាប់ដាំដាក់ពោះជ្រូកខ្ញុំស្ងោរដាក់3ជាន់ដោយសារអញ្ចេះបើសិនជាកូនខ្ញុំក៏ញ៉ាំហ៊ុនជ្រូកទេគាត់ញ៉ាំសាច់ជ្រូក3ជាន់ហ្នឹងណាហើយគាត់ក៏មិនមែនជ្រលក់មួយទឹកប្រហុកដែរកូនខ្ញុំគាត់ជ្រលក់មួយទឹកស៊ីអ៊ីវកូនខ្ញុំស្រួលហើយបងប្អូនឃើញទឹកប្រហុកខ្ញុំធ្វើយូរហើយប៉ុន្តែក៏មិនមែនថាធ្វើដាក់នៅក្នុងទូត្រជាក់ខ្ញុំដាក់កន្លែងកកព្រោះអីខ្ញុំដឹងថាកូនកកចូលចិត្តទឹកប្រហុកទេខ្ញុំដាក់ classic កន្លែងកកថ្ងៃណាខ្ញុំចង់ហូបយកមកដាក់ឲ្យវាលាយខ្ញុំថែមថយគ្រឿងទៀតទៅគឺរួចហើយនេះខ្ញុំស្រស់វាសិនណាកុំឲ្យវារៀងធំក្លិនហើយពេលដែលមុននឹងស្រស់ហើយហ្នឹងក៏ខ្ញុំលាងឲ្យស្អាតដែរបន្ទាប់មកទឹកកំពុះទៀតខ្ញុំក៏ដាក់ហ៊ុនជ្រូកស្ងោរតែម្ដងខ្ញុំមិនដឹងមិនទេបងប្អូនស្ងោរហ៊ុនជ្រូកចេះដូចថាយើងមកងាស់យូរទៅស្វិតទៅបងប្អូនណាប្រាប់បងប្អូនណាដឹងសូមជួយ comment ប្រាប់ខ្ញុំផងណាធ្វើមិនខ្ញុំបានហ៊ុនជ្រូកផុយលើក្រោយខ្ញុំនឹងធ្វើតាមហើយខ្ញុំបានថាមុនវងអត់ដាក់ស្លឹកក្រូចហើយនឹងគល់ក្រៃបងប្អូនហើយនឹកឃើញតែនៅមុខផ្ទះមានក៏បីខ្ញុំដាក់មកទៅហើយសម្រាប់ទឹកផុករបស់ខ្ញុំនេះខ្ញុំថែមទឹកដោះគោខាប់ហើយនឹងក្រូចឆ្មាហើយបើសម្រាប់សណ្តែកដីអីគឺខ្ញុំដំដាក់ហ្មងដោយសារសណ្តែកដីខ្ញុំលីងទុកយូរហើយសណ្តែកដីបើសិនជាបងប្អូនមានទូទឹកកកបងប្អូនលីងទុកឲ្យបងប្អូនដាក់ក្នុងកំប៉ុងមកបើសិនបងប្អូនដាក់នៅខាងក្រៅវាខាប៉ុន្តែបើយើងលីងទុកយើងបកយើងប្រលេះសបកយើងអុំទុកទៅហើយដាក់ខ្លះសេក្នុងទូកកក្នុងទូត្រជាក់ធម្មតាគឺថាបានរាប់ខែបងប្អូនហើយខ្ញុំក៏បានកាត់ម្ទេសដាក់ហើយបងប្អូនឃើញទឹកប្រហុកហ្នឹងកូនគាត់ញ៉ាំទេគាត់ញ៉ាំមួយទឹកស៊ីអ៊ីវមិនថាកូនបងមិនថាកូនប៉ៅទេកូនប៉ៅខាងណាឃើញម្ទេសហ្នឹងគឺគាត់ថាម៉ាក់ហិលហើយខ្ញុំទុកហូបតែខ្លួនឯងទេបងប្អូនហើយទឹកប្រហុកខ្ញុំអត់ពិបាកធ្វើមកទេដោយសាររបស់ខ្ញុំមានបើសិនជាអត់មានទឹកប្រហុកដែលនៅសល់ហ្នឹងទេខ្ញុំយកអាប្រហុកដែលខ្ញុំច្រាំជាមួយកាសាំងថែមតែក្រូចឆ្មាថែមទឹកដោះគោខាប់តិចមកគឺរួចហើយហ្នឹងក៏ងាយស្រួលដែរហើយរសជាតិប៉ុណ្ណឹងគឺល្មមឯងបងប្អូនហើយសណ្តែកដីហ្នឹងគឺខ្ញុំដំដាក់អត់បានបុកទេបងប្អូនដោយសារដាក់កូនថងមកយកការ៉េដំមករួចឲ្យខ្ជិលបុករសជាតិរបស់ខ្ញុំហ្នឹងគឺល្មមឯងបងប្អូនហើយខ្ញុំមកដាក់គល់ក្រៃទេបងប្អូនខ្ញុំខ្ជិលដាក់គល់ក្រៃហូបទៅវារៀងស្កាតហ្នឹងណាឥឡូវពុះជ្រូកគឺបានស្ងោរឆ្អិនហើយការស្ងោររបស់ខ្ញុំបានដាក់អំបិលដាក់អីទេបងប្អូនគឺខ្ញុំស្ងោរសាបព្រោះអីខ្ញុំមានទឹកប្រហុកហើយទឹកប្រហុកពេលដែលខ្ញុំដួសដាក់កូនចាហ្នឹងគឺថាខ្ញុំហូបអត់អស់ទេបងប្អូនខ្ញុំហូបទល់ល្ងាចតែមិនអស់តែកូនក៏ញ៉ាំទឹកប្រហុកហ្នឹងខ្ញុំហូបម្នាក់ឯងម្ល៉េះហើយទៅរៀងយូរហើយរបស់ខ្ញុំហើយខ្ញុំហូបក៏ហូបអត់ហូបច្រើនដែរបងប្អូនខ្ញុំជលក់តិចគ្រាន់តែថាលៃលោកឲ្យតែទឹកហ្នឹងសប់បន្លែសប់អីចឹងនេះបងប្អូនមើលទឹកប្រហុកមកតំណងអត់តំណងណាបងប្អូនហិលឆ្ងាញ់មែនតែនហើយដល់ពេលសល់ទឹកប្រហុកហ្នឹងក៏ខ្ញុំដាក់ក្លាសេក្នុងទូដែរចង់ធ្វើអីថ្ងៃក្រោយគឺស្រួលហើយសម្រាប់បន្លែនេះមាន3មុខទេហើយឥឡូវខ្ញុំចាប់ផ្ដើមហាន់សាច់ខ្ញុំហាន់នៅខឡូកូនហ្នឹងគាត់ចង់ញ៉ាំមួយណាក៏ញ៉ាំទៅហើយនិយាយរួមគឺកូនខ្ញុំគាត់ញ៉ាំតិចមែនតែនមានតែកូនពៅគាត់ញ៉ាំមកដល់ពេលកូនបងអីនិយាយរួមរឿងទឹកប្រហុកយ៉ាងអីហ្នឹងគាត់អត់ចង់ហ្មងកូនខ្ញុំមានណាម៉ែហូបតែឯងហ្មងហើយបងឃើញភ្លើងបន្លែមួយចាហ្នឹងគឺខ្ញុំហូបតែឯងទេសម្រាប់ការ៉ុតហើយនឹងទ្រាប់ឲ្យខ្ញុំហូបតែមួយពេលហ្នឹងអស់ហើយប៉ុន្តែកាភ្លើងកែបនៅសល់ដល់ល្ងាចទៀតល្ងាចឡើងខ្ញុំជ្រលក់មួយកាភ្លើងកែបហើយនឹងពោះជ្រូកទៀតមកជាតិហ្មងបងប្អូនថ្ងៃហ្នឹងគឺថាអត់ហេវបាយដោយសារខ្ញុំមានបន្លែហូបច្រើនជាមួយទឹកប្រហុកហ្នឹងហើយរសជាតិទឹកប្រហុកហ្នឹងរសជាតិហិលឆ្ងាញ់ណាស់បូកជាមួយបន្លែជាមួយហ៊ុនជ្រូកមិនថាអូអែមហ្មងណាយើងចង់ហូបមួយបាយក៏បានដោយសារខ្ញុំថ្ងៃហ្នឹងអត់ឃ្លានបាយបងប្អូននៅឃើញតែបន្លែច្រើនយើងជ្រលក់ជាមួយបន្លែទៅឆ្ងាញ់ហើយនិយាយរួមឃ្លានណាបងប្អូននឹកឃ្លានយូរហើយអត់សូវហ៊ានធ្វើអត់ដែរធ្វើដោយសារធ្វើហូបតែឯងកូនគាត់ញ៉ាំកូនខ្ញុំតែប៉ះហ៊ុនជ្រូកហើយនឹងថ្លើមជ្រូកនិយាយរួមឲ្យតែថ្លើមមិនថាថ្លើមអីក៏ដោយគាត់ញ៉ាំទេតែថាឆ្ងាញ់យ៉ាងណាគាត់ញ៉ាំដែរអញ្ចឹងហើយបានម៉ែបានតែពោះជ្រូកទៅកូនគាត់ញ៉ាំ3ជាន់ជ្រលក់មួយទឹកស៊ីអ៊ីវឬក៏ទឹកត្រីអញ្ចឹងណាមកគាត់ញ៉ាំនេះគាត់ញ៉ាំពងទាឬក៏ត្រីដែងអាំងអញ្ចឹងទៅកូនខ្ញុំស្រួលមួយយ៉ាងដែរបើសិនជាគ្រួសារខ្ញុំនៅទឹកផុកមកកូនចាហ្នឹងគឺអស់ហើយថែមឲ្យខ្ញុំធ្វើគឺអស់ហ្មងដោយសារគាត់ហូបរសជាតិដិតវិញខ្ញុំអីខ្ញុំហូប
រសជាតិមិនល្មមអាយុកាន់តែច្រើនណាស់សូមបងប្អូនកុំហូបរសជាតិប្រៃពេកណាបើសិនយើងហូបប្រៃយើងកាត់បន្ថយមកសាកម្ដងតិចម្ដងតិចមកខ្ញុំអត់លើសឈាមទេណាបើគ្រូសាខ្ញុំគាត់ហូបរសជាតិឥឡូវគាត់ហូបថ្នាំលើសឈាមជាប្រចាំហើយថាមួយថ្ងៃមួយគ្រាប់មួយថ្ងៃខ្ញុំវិញអត់លើសឈាមទេយូរខ្ញុំវាស់ឈាមម្ដងឈាមខ្ញុំ10.5 10.7ដោយសារខ្ញុំហូបរសជាតិសាបមុននឹងខ្ញុំដូចថារសជាតិមិនគេខ្ញុំហូបបានតែបើប្រៃហូបតិចបើសាបហូបច្រើនមួយបន្លែឆ្ងាញ់អត់ឃ្លានបាយណាចង់ហូបបន្លែមួយពោះជ្រូកអរគុណបងប្អូនបានជួយមើលវីដេអូខ្ញុំដាក់ចាប់ជូនបងប្អូនសុខភាពល្អសំណាងល្អរកទទួលទេមិនបានគ្រប់គ្នាធ្វើដំណើរទីគិតទីឆ្ងាយសូមជួបសុខភាពទុកពីកន្លែងគ្រប់ពេលវេលាជម្រាបលាជួបគ្នាវីដេអូក្រោយ